សាច់ត្រីសាម៉ុននិងត្រីត្រោតក្រឡែកមើលមួយផ្លែតពិតជាស្រដៀងគ្នាប៉ុន្តែបើសង្កេតមើលឲ្យច្បាស់គឺយើងអាចឃើញពីលក្ខណៈខុសគ្នាជាច្រើនមិនត្រឹមតែរូបរាងខាងក្រៅនិងតម្លៃប៉ុណ្ណោះទេពេលយើងបរិភោគសាច់ត្រីទាំងពីរនេះក៏ទទួលបានរសជាតិមិនដូចគ្នានោះដែរសាច់ត្រីសាម៉ុនមានពណ៌ទឹកក្រូចឬផ្កាឈូកមានសរសៃខ្លាញ់ពណ៌សរដេបរដប់និងសាច់ទន់រលោងហើយមានក្លិនឈ្ងុយជាងចំណែកឯត្រីត្រោតសាច់របស់វាមានពណ៌ក្រហមដិតជាងពេលដាក់ចូលមាត់មានអារម្មណ៍ថារឹងហើយមានជាតិខ្លាញ់តិចជាងព្រោះតែជាតិខ្លាញ់ខ្ពស់ជាងជាធម្មតាត្រីសាម៉ុនមានឱជារសឆ្ងាញ់ជាងត្រីត្រោតហើយនៅទីផ្សារភាគច្រើនត្រីសាម៉ុនក៏មានតម្លៃថ្លៃជាងត្រីត្រោតផងដែរជាទូទៅត្រីសាម៉ុនគឺយើងអាចទទួលទានឆៅបានប៉ុន្តែចំពោះត្រីត្រោតគឺយើងត្រូវយកទៅចម្អិនឲ្យឆ្អិនល្អមុននឹងទទួលទានព្រោះវាជាប្រភេទត្រីទឹកសាបនិងមានប៉ារ៉ាស៊ីតខ្ពស់ដូច្នេះអាចបង្កហានិភ័យដល់សុខភាពប្រសិនបើទទួលទានឆៅញឹកញាប់ចំពោះអត្ថប្រយោជន៍វិញត្រីសាម៉ុននិងត្រីត្រោតគឺមានរៀងៗខ្លួនត្រីសាម៉ុនសម្បូរអូមេហ្គា 3 ជួយកាត់បន្ថយការរលាកបញ្ចុះសម្ពាធឈាមនិងមាន DHA ដែលជួយពង្រឹងការចងចាំនិងកាត់បន្ថយ stress បន្ថែមពីនេះត្រីសាម៉ុនក៏ផ្ដល់វីតាមីន D ច្រើនជាងត្រីត្រោតដែលជួយឲ្យឆ្អឹងរឹងមាំនិងពង្រឹងប្រព័ន្ធការពាររាងកាយផងដែរចំណែកឯត្រីត្រោតមានវីតាមីន B12 ច្រើនជាងត្រីសាម៉ុនដែលជួយបង្កើនថាមពលនិងផលិតគ្រាប់ឈាមក្រហមត្រីត្រោតមានជាតិខ្លាញ់ទាបកាឡូរីតិចដែលល្អបំផុតសម្រាប់អ្នកដែលចង់ស្រកគីឡូសូមចុច follow ដើម្បីទទួលបានព័ត៌មានសង្ខេបនិងទាន់ហេតុការណ៍